ហើយចាំនៅក្នុងជីវិតរបស់យើងការឌៀបដាមអ្នកដតីមិនបានធ្វើឲ្យតម្លៃរបស់យើងកើនឡើងទេមនុស្សបកកែឌៀបដាមអ្នកដតីបង្ហាញថាមនុស្សនឹងមានបញ្ហាទន់សោយផ្លូវអារម្មណ៍មែនទេសត្វតោមិនដែលផ្អើលលឿនដូចជាសត្វឆ្លុះទេមនុស្សខ្លាំងពិតប្រាកដក៏មិនអង្គុយឌៀបដាមគេអត់ប្រយោជន៍ដែរមនុស្សខ្សោយច្រើនតែប្រតិកម្មមុនជាងតាមពិតមនុស្សដែលបកកែឌៀបដាមអ្នកដតីមានរឿងជាច្រើនគួរឲ្យសង្វេគមែនទែននៅក្នុងជីវិតរបស់ពួកគេមនុស្សបកកែឌៀមដាមអ្នកដតីមានជំងឺមួយគឺជំងឺអត់ទុកចិត្តខ្លួនឯងនឹងមនុស្សដែលបកកែឌៀមដាមអ្នកដតីបង្ហាញថាខ្លួនឯងអត់មានទំនុកចិត្តលើខ្លួនឯងតតែសោះជាញឹកញាប់មនុស្សប្រភេទនេះតែងតែឌៀមដាមអ្នកដតីដើម្បីបិទបាំងនៅចំណុចខ្សោយរបស់ខ្លួនឯងឌៀមដាមអ្នកដតីដើម្បីឲ្យមើលមកខ្លួនឯងហាក់បីដូចជាមានអំណាចច្រើនជាងមុននៅពេលដែលបានបន្ទាបតម្លៃអ្នកដតីមនុស្សបកកែនិយាយឌៀមដាមអ្នកដតីជាក់ស្ដែងគាត់អត់ហ៊ានប្រឈមមុខជាមួយនឹងការពិតទេបានតែចាក់ចោចញុះញង់នៅពីក្រោយខ្នង